បងប្អូនទាំងអស់គ្នាបើកកបាវីដេអូមកគុជហ្នឹងអីគេទាំងអស់គ្នាចាចឹងថ្ងៃហ្នឹងខ្ញុំមកស្លកកូចាស្លកកូជាមួយបន្លែច្រើនប្រភេទណាចាចឹងហើយយើងចាប់ដើមដំបូងគឺយើងដាក់ខ្លាញ់មកចាហើយបន្តទៀតយើងលេងគ្រឿងដែលយើងបុកហើយស្រាប់ហ្នឹងចាគ្រឿងដែលបុកហ្នឹងមានពលលក្រីស្លឹកក្រូចអណ្ដែងរមៀតជាមួយនឹងខ្ទឹមសខ្ទឹមក្រហមចឹងណាទាំងអស់គ្នាចាយើងចាប់ដើមលេងគ្រឿងឲ្យឈ្ងុយហើយយើងដាក់ប្រហុកចូលចាយើងដាក់ប្រហុកហើយយើងចាប់ដើមកូរជាមួយនៅក្នុងគ្រឿងឲ្យសព្វគ្រឿងចឹងទៅដាក់វារហូតដល់ទៅឈ្ងុយចឹងណាយើងកូរវឹកចឹងទៅចាបន្ទាប់ពីហ្នឹងមកហើយយើងក៏ចាប់ដើមចាក់សាច់ចូលសាច់ដែលខ្ញុំប្រើថ្ងៃនេះគឺសាច់រលកបងប្អូនគ្នាសាច់រលកចារលកពីក្បាលយកមកស្លកកូរចាអញ្ចឹងខ្ញុំចាប់ដើមលេងសាច់នឹងឲ្យរហូតតតែឆ្អិនសាច់នឹងអញ្ចឹងណាទាំងអស់គ្នាចានេះប្រភេទសាច់នៅពេលដែលឆ្អិនចាអញ្ចឹងនៅពេលដែលឆ្អិនសាច់ហើយខ្ញុំចាប់ដើមចាក់ទឹកត្រីចូលចាដាក់កន្លះវែកចឹងទៅដោយសារខ្ញុំប្រើប្រហុកដែរអញ្ចឹងខ្ញុំមានប្រើអំបិលបន្ថែមទៀតទេខ្ញុំមានស្ករត្នោតបន្តិចដែរចឹងទៅចាហើយគ្រឿងផ្សំគឺខ្ញុំអត់មានអីច្រើនទេមានតែស្ករត្នោតទឹកត្រីជាមួយទៅនឹងរូឌីចូលបន្តិចតួចទៀតណាចាខ្ញុំដាក់រូឌីចូលមកចិត្តទៀតចឹងទៅដោយសារតែខ្ញុំអត់ប្រើជេងចាបន្តទៀតគឺខ្ញុំដាក់បន្លែក្រមុកចូលចឹងទៅហើយយើងកូរវាឲ្យសព្វអញ្ចឹងមកបងប្អូនគ្នាចាអញ្ចឹងនៅពេលដែលបន្តមកទៀតគឺខ្ញុំដាក់អង្ករលីងចូលចាអង្ករលីងឲ្យដាក់តាមក្រោយវាគឺដាក់ពេលយើងដាក់បន្លែទៅដាក់អង្ករលីងទៅដើម្បីវាហិចអង្ករលីងទៅដល់ឆ្អិនម្ហូបហ្នឹងគឺល្មមហ្មងអង្ករលីងហ្នឹងរីកហ្មងចាបន្តមកដាក់ខ្ទិះដូងចូលបន្តិចចារហូតទុកឲ្យវាមកពុះសិនជាមួយនឹងខ្ទិះដូងជាមួយទៅនឹងអង្ករលីងអីមិនអញ្ចឹងណាចាបន្តទៀតក៏ខ្ញុំចាប់ដើមបន្ថែមទឹកកន្លះចានចូលទៀតចឹងទៅព្រោះខ្ញុំស្លនេះស្លតិចទេស្លព្រមតែមួយចានចាមួយចានសម្លចាជាមួយលក់ពីក្បាលទាំងអស់គ្នាឥឡូវហ្នឹងនេះយើងចាប់ងាស់វារហូតដល់បន្លែហ្នឹងឆ្អិនណាបងប្អូនគ្នាចាប់ដើមបន្លែឆ្អិនហើយយើងដាក់បន្លែពណ៌បៃតងចូលម្ដងបន្លែពណ៌បៃតងខ្ញុំគឺមានលឹកបាសជាមួយលឹកម្រុំបេះនៅគៀនផ្ទះខ្លួនឯងនឹងឯងចាដល់ភ្លៀងអញ្ចឹងគឺស្បូរវាលាស់ណាចាចឹងក្រោយពីវាដាក់មកដាក់តែមកពុះទេបន្លែបៃតងហ្នឹងណាបងប្អូនគ្នាដាក់ពុះប៉ុណ្ណឹងបានហើយខ្ញុំដាក់ខ្ទិះដូងបន្ថែមតិចទៀតចាដាក់ខ្ទិះដូងបន្ថែមទៀតរហូតដល់វាពុះសព្វហើយខ្ញុំបិទភ្លើងតែប៉ុណ្្នឹងទេចាស្លកកូរយើងទាំងអស់គ្នាចាហើយជាការស្ដាយអរគុណច្រើនបងប្អូនទាំងអស់គ្នាអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំណាអរគុណច្រើនទាំងអស់គ្នា